បាទសួស្តីអ្នកនរអគ្នាថ្ងៃនេះណាយើងនិយាយពីយើងការដើរលេងទៅចូលឆ្នាំខ្មែរផងដែរបាទយើងដើរលេងពីកន្លែងមានកំពង់ចាមនិងសៀមរាបផងដែរបាទអូខេថ្ងៃហ្នឹងនិយាយផ្ទាល់ណាយើងអត់បញ្ចូលសំឡេងជាបទចម្រៀងអីទេបាទនេះទស្សនវិជ្ជាខេត្តកំពង់ចាមបាទកំពង់ចាមនៅថ្ងៃទី1បាទពេលយប់បាទកុំភ្លេចណាឆ្នាំក្រោយទៅលេងខេត្តកំពង់ចាមអ្នកគ្នាយើងមានលីហាមានអីយ៉ាងទៅបាទនេះទស្សនវិជ្ជាពេលយប់បាទស្អាតនេះខេត្តកំពង់ចាមបាទគេដាក់សេសខេត្តកំពង់ចាមបាទពេលយប់ស្អាតទេសភាពណាមានភ្លើងអីហ្នឹងទៅបាទនេះមុខសាលាខេត្តកំពង់ចាមណាបងប្អូនបាទយើងជិះមកយើងថតឃើញជាប់ខេត្តកំពង់ចាមហើយនៅមុខសាលាខេត្តតែម្ដងបាទហើយបន្តមកថ្ងៃយប់ហ្នឹងយើងចូលផាប់តិចបាទផាប់នេះផាប់នៅខេត្តកំពង់ចាមល្វីណាបាទនេះយើងចូលផាប់គាត់នេះទៅឈ្មោះវោកាផាប់បាទនេះអបផ្សាយពាណិជ្ជកម្មណាគឺថាយើងចង់និយាយថាខេត្តយើងក៏មានផាប់ដែរបាទតែមកមានដាក់ស្លាយមានអីចឹងទៅបាទមានរូបខ្ញុំតែម្ដងបាទអូខេកុំភ្លេចទាំងអស់គ្នាណាទៅលេងខេត្តកំពង់ចាមមានតំបន់ទេសចរច្រើនណាបងប្អូនបាទបន្តមកនេះពេលព្រឹកបាទពេលព្រឹកបន្តមកស្អែកឡើងមួយថ្ងៃទៀតហើយណាបាទនេះគេចាប់រៀបចំចាប់ផ្ដើមហើយអូខេនេះទស្សនវិជ្ជាខេត្តកំពង់ចាមណាបងតាមផ្លូវគេមានដាក់ពាងអីទៅមានរូបផ្កាយបាទពាងលេងតាមចិត្តណាពេលចូលឆ្នាំបាទអូខេកុំភ្លេចណាឆ្នាំក្រោយទៅលេងខេត្តកំពង់ចាមទាំងអស់គ្នាបាទទេសភាពក៏ស្អាតកន្លែងកំសាន្តក៏ច្រើនបាទការរៀបចំក៏បានល្អដែរណាបងប្អូនបាទឆ្នាំនេះល្បីលីហាបាទឆ្នាំក្រោយយើងអត់ដឹងថាគាត់ដាក់អីទេបាទឆ្នាំក្រោយមិនចូលគាត់ដាក់លីហាទៅ3ថ្ងៃយើងអត់ដឹងដែរនេះបន្តមកយើងទៅបវត្តណាសាមន្តដើរលេងទីមកបវត្តសិនបាទពិសេសដើរលេងវត្តទៅវត្តបាទភាវេញាអាយភាវេប្រតិពុទ្ធសាសង្ឃីភាវេញាអាយភាវេប្រសន្តពុទ្ធសតិសភេភវតិសុសេទាំងឡាយជួនវិយបានបានិវេតយងសាពេលោកំមយេសត្ថាជីវតាហារហេលោកាមចញ្ញាខោទៀតទៅឡើងទៅវត្តថ្ងៃពេលល្ងាចយើងđangលេងវិសាបាច់ទឹកបាច់អីទៅប្រពៃណីសាសនារបស់យើងណាបងប្អូនយើងអាចចោលបានទេបាទនេះបន្ទាប់មកយើងរាប់បាតរាប់អីជុំគ្រួសារណាម៉ាក់ប៉ាតបជូនគាត់ទៅវត្តអីឲ្យគាត់រាប់បាតរាប់អីហ្នឹងទៅបាទកុំភ្លេចទៅវត្តធ្វើបុណ្យជាមួយពុកម្ដាយទាំងអស់គ្នាណាបងប្អូនយើងទួយើងចូលឆ្នាំយើងដើរលេងក៏ដោយយើងអត់ភ្លេចដែរណាបាទធ្វើបុណ្យគាត់អត់គ្នាបាទជូនគាត់ទៅវត្តអីទៅបាទនេះគាត់ចូលបុណ្យចអីហ្នឹងទៅបាទអានេះគឺវត្តជ្រោយថ្មណាខេត្តសូសៃណែចូលផឹកចុងព្រៃចាំជារស្មីស្រស់ព្រះខេមរាគ្រប់ភូមិជួបជុំគ្រួសារខេមរាគ្រប់ភូមិជួបជុំគ្រួសាររៀបទាំងរដ្ឋាអីអ្នកសប្បាយជោគបាទបន្ទាប់មកយើងតទៅទៅវត្តហើយយើងទៅដើរកន្លែងកំសាន្តគេហៅថាកោះប៉ែនបាទមកស្រុកមកប្រទេសកម្ពុជាមានតែស្ពានឈើមានតែមួយណាគឺខេត្តកំពង់ចាមនៅជិតស្ពានគីសូណាតែម្ដងបាទអញ្ជើញលេងមកលេងអស់គ្នាណាបងប្អូនស្អាតណាបាទនៅមកស្រុកខ្មែរមានតែកន្លែងនឹងមួយទេអញ្ចឹងអាចទៅលេងបានទៅលេងទាំងអស់គ្នាយើងអាចចោលបានណាស្ពានអាស័យកោះប៉ែនបាទទេសភាពក៏ស្អាតបាទនៅមាត់ទន្លេតែម្ដងបងប្អូនណាយើងអាចលេងទឹកទន្លេទឹកអីបានទាំងអស់បងបាទយើងមើលតាមរូបភាពអញ្ចឹងយើងមើលបានតែប៉ុណ្្នឹងតែយើងទៅផ្ទាល់បានថាស្អាតបងប្អូនណាបាទនោះជាប់ស្ពានគីសូណាតែម្ដងបាទ
ai khai tập lên tam đòn bàนี่បន្ទាប់មកដល់យើងមកពីស្ពានកោះប៉ែនហើយយើងមកបាញ់ទឹកនៅស្លាខេត្តកំពង់ចាមតែម្ដងទៅដល់កោះកាដែរច្រើនណាជាតិយើងណាបងប្អូនបាទធនាគារជាតិខេត្តកំពង់ចាមនេះមុខស្លាខេត្តមួយច្រើនណានេះយើងទៅសួនណាបងប្អូនបាទសុវ័យណាឆ្នាំនេះនេះច្រើនណាបាទហើយសិតបងប្អូនយើងទាំងអស់បាញ់ទឹកកាញ់គ្នាទៅដែរបាទនេះកាហ្វេលើភ្នំពេញបាញ់ផ្សាយណានេះអូខេបន្តមកយើងទៅសៀមរាបណាបាទថ្ងៃទី2ទៅសៀមរាបហ្នឹងណាបាទអូខេយើងទៅដល់នៅកន្លែងសួនផ្កានៅអង្គរ Garden បាទនេះអស់គ្នាណាអង្គរ Wonder Garden ខេត្តសៀមរាបនេះបាទអង្គរ Wonder Garden នេះនៅហាងកាហ្វេខាងលើគេបាទយើងជួយគាំទ្រទាំងអស់គ្នាណាកន្លែងកំសាន្តរបស់ខ្មែរយើងបាទសិទ្ធិកន្លែងភ្ញៀវទេសចរទាំងអស់អាចទៅលេងបានបាទអូខេបាទមានទស្សនវិជ្ជាបាទខ្ញុំពេញលេងអស់គ្នានៅអង្គរ Wonder Garden នៅសៀមរាបបាទអូខេបាយឥឡូវយើងចុះពីកាហ្វេលើភ្នំហើយចុះទៅក្រោមលេងបាយនៅអង្គរសៀមរាប Wonder Garden ហ្នឹងបាទទៅលើភ្នំទីនេះឡើងផ្សាយមានអីយើងជួយសបផ្សាយដល់អស់គ្នាដើម្បីឲ្យទេសចរយើងទៅលេងដល់អស់គ្នាបាទជាពិសេសទៅខេត្តសៀមរាបតែម្ដងបាទឆ្នាំនេះយើងធ្វើបានល្អណាស់ខេត្តសៀមរាបបាទទេសចរបានច្រើនបាទបុកធំជាងមុនបាទដល់មកដល់អង្គរវត្តហ្នឹងបាទតាមតែមកលេងដល់គ្នានៅសៀមរាបថ្ងៃទៅបាទយើងបានមើលតែរូបថតវីដេអូអញ្ចឹងយើងអត់សូវស្អាតដូចយើងទៅមើលផ្ទាល់បានមើលផ្ទាល់មិនដឹងបងប្អូនណាអញ្ចឹងអាចទៅលេងសៀមរាបទាំងអស់គ្នាខេត្តសៀមរាបតែម្ដងបាទជាពិសេសគឺប្រាសាទអង្គរវត្តរបស់យើងតែម្ដងបាទនេះមានស្គរមានអីទៅអង្គរសង្ក្រាន្តណាបងប្អូនបាទនេះគេធ្វើស្គរនៅមុខប្រាសាទធំណាបងប្អូនបាទឆ្នាំក្រោយអាចទៅលេងទាំងអស់គ្នាបានឆ្នាំក្រោយបាទអូខេអានេះនៅក្នុងប្រាសាទតែម្ដងបាទប្រាសាទអង្គរវត្តបាទនេះយើងអាចមើលទិដ្ឋភាពបាននៅក្នុងប្រាសាទណាបងប្អូនស្អាតណាស្អាតបែបបុរាណតែម្ដងបាទគ្មានអ្វីប្រៀបផ្ទឹមបានទេបងប្អូនណាប្រាសាទបាទនេះយើងដែរប្រទេសណានេះប្រទេសអញ្ចឹងអ្នកដែលមិនទាន់បានទៅលេងឬក៏អ្នកដែលទៅលេងអ្នកសូវបានទៅលេងញឹកអាចទៅលេងអត់គ្នាតែបណ្ដាប្រទេសទៅបងប្អូនប្រទេសបាទមានតែនៅក្នុងអង្គរសង្ក្រាន្តពេលបានចូលឆ្នាំមកគេមានធ្វើកម្មវិធីបណ្ដាប្រទេសអីហ្នឹងអត់ខ្ញុំដែរបាទដែរណាដែរយ៉ាងកុំភ្លេចឆ្នាំក្រោយទៅបានច្រើនទាំងអស់គ្នាបាទសូមអរគុណបងប្អូនទាំងអស់ដែលបានអញ្ជើញចូលមកទេសនានៅទីបណ្ដាគូបួងសួងនៅក្នុងបរិវេណបណ្ដាគូបួងសួងនេះខ្ញុំបណ្ដាសូមបញ្ជាក់ថាច្រកនេះមិនមានច្រកណាមួយចូលទៅខាងក្នុងគោលវត្តទេគឺមកលើតែខែបណ្ដាគូបួងសួងទេនេះឲ្យគេបណ្ដាគោមហ្នឹងបណ្ដាគោនេះគោនេះនឹងទិដ្ឋភាពនៅកន្លែងគេធ្វើកន្លែងបណ្ដាប្រទេសហ្នឹងបងប្អូនណាគេឲ្យចូលច្រើនណាស់កន្លែងហ្នឹងព្រោះដោយសារគេធ្វើលើទឹកអញ្ចឹងគឺអត់ជំនឿចូលពីអត់តោះមកនេះនៅផាប street ចុះឡើងអូបាញ់ទឹកសបាយណាស់ស្រុកយើងសបាយណាស់ស្រុកខ្មែរនៅផាប street តែម្ដងបាទអ្នកមិនតន់បានទៅលេងអាចទៅលេងអស់គ្នាបាទតោះមកយើងថតរូបណាបាទនេះថតរូបប្រចាំនៅខេត្តកំពង់ចាមតែម្ដងគេមានកម្រងអនុស្សាវរីយ៍រូបថតមានកំពង់ចាមមានសៀមរាបបាទនេះខេត្តកំពង់ចាមបាទទីទៀតបានឃើញសាច់សៀមរាបបាទអូខេបាទនៅច្រើនបងប្អូនណាខេត្តកំពង់ចាមក៏សប្បាយខេត្តសៀមរាបក៏សប្បាយនិយាយរួមសប្បាយគ្រប់ខេត្តដែរបាទប៉ុន្តែយើងដើរបានតែ2ខេត្តទេព្រោះពេលវេលាវាតិចណាបាទនេះមានទិដ្ឋភាពនឹងទៅស្ពានកោះប៉ែននេះយើងទៅបាទមានស្រងព្រះមានអីយើងទៅបាទ
អូខេនេះសិតតែកម្រងរូបថតអនុស្សាវរីយ៍ខេត្តកំពង់ចាមបាទអូខេបាទនេះសិតតែកម្រងអនុស្សាវរីយ៍ទាំងអស់បាទបន្ទាប់មកយើងចូលកម្រងអនុស្សាវរីយ៍អង្គរសង្ក្រាន្តម្ដងបាទនេះសិតរូបថតយើងបានថតណាដើរលេងនៅអង្គរវត្តណាបាទនៅថ្ងៃអង្គរសង្ក្រាន្តបាទមានស្គរមានអីមានថតមុខប្រាសាទមានអីហ្នឹងទៅបាទនេះប្រាសាទអង្គរយើងកំពូល3ស្អាតមែនតើនេះកន្លែងសែនព្រេនអញ្ចឹងទៅបាទកន្លែងបួងសួងអីហ្នឹងទៅបាទយើងមានច្រើនកន្លែងទីតាំងយើងមានច្រើនហើយស្អាតណាបងប្អូនបាទអញ្ជើញទៅលេងអ្នកនរគ្នាណាឆ្នាំក្រោយអីណាខ្ញុំសង្ឃឹមថាឆ្នាំក្រោយធ្វើធំជាងឆ្នាំនេះទៀតបាទអូខេនេះរូបថតយើងថតបដាប្រទីតបាទនេះមុខអង្គរវត្តបាទទិដ្ឋភាពស្អាតដែរបងប្អូនណាមុខស្រះស្រង់អីសិតទិដ្ឋភាពស្អាតទាំងអស់បាទអរគុណច្រើនវីដេអូនេះនាំមកជួប clinic ឬរោងបាតផងដែរអរគុណច្រើន